ស្រីពៅអើយបានម្ហូបអីញ៉ាំបាយនឹងអូនចាបងណែថ្ងៃនេះខ្ញុំបានរួចម្ហូបពុកមួយពេលព្រោះមករានណាវាបានឲ្យសម្លមកជូរមកពុកអញ្ចឹងខ្ញុំរួចពុកមួយពេលអញ្ចឹងឥឡូវមានតែចិនពងទាហូបទេបងខ្យល់ធ្វើម្ហូបព្រោះថ្ងៃនេះហាត់ពេញមួយថ្ងៃហើយហ្នឹងណាអឺហើយរួចម្ហូបពុកហើយចោះខ្លួនឯងមិនគិតទេអីហូបខ្លួនឯងឲ្យឆ្ងាញ់ទៅអូនកុំរិះកុំខំអីច្រើនពេកណាចាំពេលខ្វះលុយបង់ពេទ្យពុកទិញថ្នាំពុកអីចាំបងជួយចេញខ្លះចាស់បងមិនអីទេរឿងថ្នាំពុកខ្ញុំអាចគ្រប់គ្រងបានហើយណាបងខ្ញុំខ្លាចតែគាត់ឈឺដូចពេទ្យទេបងប៉ុន្តែឥឡូវគាត់បានសុខភាពគាត់បានល្អហើយព្រោះពេលខ្លះខ្ញុំរវល់ណាគាត់ចេះតែយកថ្នាំលេបថ្នាំអីខ្លួនឯងណាបងអញ្ចឹងហើយខ្ញុំអាងតែគាត់ចេះលេបថ្នាំអីយកថ្នាំយកអីខ្លួនឯងបានខ្ញុំចេះតែពជាពេលរហូតហ្នឹងណាបងប៉ុន្តែឃើញគាត់មិនសូវអីដែរបងគាត់ចេះជួយខ្ញុំបានច្រើនមិនដូចមុនទេចាំឲ្យថ្នាំគាត់រហូតអញ្ចឹងការរស់ស៊ីរបស់ខ្ញុំក៏វាទៅតាមនឹងដែរណាបងអឺខំប្រឹងរកស៊ីទៅអូនអើយធ្វើមិនទេជីវិតយើងតែមានរឿងអ្វីភាសាមួយបងមកណាចាស់បងអរគុណបងច្រើនហើយខ្ញុំសង្ឃឹមថាបងមិនស្អប់ខ្ញុំដូចបងដទៃទៀតទេខ្ញុំឆ្ងល់ដល់ហើយគាត់ធ្វើដូចខ្ញុំនឹងមិនមែនជាបងប្អូនបង្កើតរបស់គាត់ឯងកុំខ្វល់ជាមួយពួកវាបងក៏ខឹងពួកវាដែរប៉ុន្តែមិនដឹងធ្វើយ៉ាងម៉េចបងនិយាយប្រាប់គ្រប់រឿងទាំងអស់ខ្ញុំបងហាមវាទៀតតែវាមិនស្ដាប់បងទេវាអាងអីងាយកុំចេះងាយប្អូនអញងាយមិនមានសិទ្ធិអ្វីនឹងនិយាយទេខនតែនិយាយប៉ុណ្ណឹងមកបងគាំងបដ ாய் អ្វីគឺត្រូវចាប់ត្រឹមតែមួយព្រិចភ្នែកតែប៉ុណ្ណោះអូនការទំនាក់ទំនងគ្រួសារបងប្អូនក៏វាត្រូវចាប់ប៉ុន្តែបងនឹកឃើញថាបងប្អូនចេះតែហេអើចេះតែតាមនិយាយវាទៅបើតាមតែស្អប់វាខឹងវាណាបងមិនចង់និយាយជាមួយវាទេបងអើយគិតរឿងហ្នឹងទឹកភ្នែកគិតរឿងហ្នឹងដល់រឿងហ្នឹងណាអូដើមកខ្ញុំគិតហើយគិតទៀតថាហេតុអីបងប្អូនយើងវាខ្លាចទៅជាបែបនេះបងដឹងទេខ្ញុំណាទោះបីក្រក៏ក្រទៅកុំអោយតែបងប្អូនឆ្លោះគ្នាតែហេតុអីនាំគ្នាឆ្លោះគ្នាខ្ញុំខឹងខ្ញុំស្អប់ខ្ញុំបែបនេះខ្ញុំនៅតែមិនយល់មិនអីទេអូនអើយខំប្រឹងធ្វើការរកស៊ីទៅកុំខ្វល់ជាមួយនឹងពួកវាគ្រួសារយើងជីវិតយើងអូនកុំខ្វល់កុំពិបាកចិត្តខ្លាំងពេកបងប្អូនអ្នកណាមិនរាប់ទៅអ្នកណារាប់ក៏រាប់ទៅធ្វើម៉េចបើរឿងវាអញ្ចឹងទៅហើយខ្ញុំឆ្ងល់ដែរហើយមួយខាងប្តីខ្ញុំនេះតើប្តីខ្ញុំធ្វើអីខុសខ្ញុំសួរមើលហើយប្តីខ្ញុំរាល់ថ្ងៃមើលពុកច្បាច់ដៃច្បាច់ជើងឲ្យពុកខ្ញុំប្រាប់បងឯងណាខ្ញុំមកគ្មានពេលនៅចិត្តពុកទេមានតែគាត់ទេនៅចិត្តពុកគ្រប់ពេលវេលាមកដល់ទៅធ្វើការភ្លាមសម្រាប់ទៅចិត្តពុកហើយយប់ឡើងណាងើបដាក់ទឹកតែពុកពិសាច្បាច់ដៃច្បាច់ជើងខ្ញុំមិនដែលបានទៅច្បាច់ដៃច្បាច់ជើងគាត់ទេបងហើយហេតុអីនៅខាងគេទៀតគេគាត់មិនសាគេមើលថែឪពុកយើងប៉ុណ្ណឹងហើយគាត់មិនពេញចិត្តទេអីគាត់ចង់បានអ្នកដើរផឹកដើរស៊ីតែឡែដាច់យុគមែនបងសុំទៅសារវាហើយប្តីអូនឯងហ្នឹងគាត់បានមើលថែពុកបងឃើញថាវាមុជទឹកឲ្យពុកមើលថែពុកបានល្អណាស់សូម្បីតែប្តីបងធ្វើមិនដូចវាផងហើយបងតែប្រាប់ពួកនឹងដែរប៉ុន្តែវាមិនស្ដាប់បងសោះហ្មងបងមិនយល់ទេ
ហើយយ៉ាងឥឡូវតាមតាណាទៅអូនហើយមើលថែឪពុកវាមិនខុសទេហើយក៏វាមិនសយត់ដែរត្រូវចាំថាមើលថែឪពុកម្ដាយមិនខុសទេអូនទោះបីថ្ងៃនេះក្រថ្ងៃនេះអត់ថ្ងៃមុខអូននឹងមានគ្រប់យ៉ាងដែលអូនចង់បានជឿបងទៅ